សួស្តីបងប្អូនប្រុសស្រីជាទីមេត្រីក្នុងព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះលើអស់ទាំងព្រះជាម្ចាស់នេះគឺជាការអធិប្បាយដោយបកស្រាយត្រួសត្រាសនៅសេចក្តីអាកំបាំងអំពីបទទំនាយនៃព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទព្រឹត្តិការណ៍ក្នុងឆ្នាំ2025នេះបងប្អូនប្រុសស្រីបានដឹងខ្លះៗរួចមកហើយថាតាមការអះអាងរបស់លោកយូស្វេម៉ាឡាខេឡាជាតិអាហ្វ្រិកម្នាក់បានប្រាប់ហើយថាព្រះគ្រីស្ទនឹងយាងមកនឹងលើកយកពួកអ្នកជឿដល់ទ្រង់ឡើងទៅឋានសួគ៌នោះប៉ុន្តែការអះអាងរបស់គាត់ខ្ញុំក៏បានធ្វើការអធិប្បាយរួចហើយដែរថាការអះអាងអំពីការលើកពួកអ្នកជឿឡើងទៅឋានសួគ៌របស់គាត់នោះគឺជាការភ័ន្តច្រឡំរបស់គាត់ទេត្បិតមិនស្របនឹងព្រះបន្ទូលរបស់ព្រះគ្រីស្ទទេប៉ុន្តែការដែលគាត់អះអាងថាព្រះយេស៊ូវគ្រីស្ទនឹងយាងមកសោយរាជ្យនៅលើផែនដីយើងនេះក្នុងឆ្នាំ2030ខាងមុខនោះគឺជាការត្រឹមត្រូវវាស្របទៅតាមទំនាយក្នុងព្រះគម្ពីររីឯព្រឹត្តិការណ៍ដែលមិនចាត់ទុកជាផ្លូវការនោះអំពីរឿងថាស្ត្រីម្នាក់ដែលបានឆ្លងពេលវេលាពីឆ្នាំ2925ត្រឡប់មកកាន់ឆ្នាំ2025នៅលើផែនដីយើងនេះនោះជារឿងធ្វើឲ្យពិភពលោកមានការងឿងឆ្ងល់ខ្ញុំសូមយកវីដេអូខ្លីមកជូនបងប្អូនទស្សនានិងធ្វើការពិចារណាពពពី Breaking News ប្រធានាធិបតីដូណាល់ត្រាំបានលើកឡើងថាមានស្ត្រីម្នាក់មកពីស្រុកគ្មានឈ្មោះអាត់កំបាំងរបស់តូអេនសាពិតមែនហើយព័ត៌មានបន្ទាន់មានរឿងដែលមិនគួរឲ្យជឿបានកើតឡើងនៅប្រលានយន្តហោះអន្តរជាតិ JFK ស្ត្រីម្នាក់បានមកដល់ដោយជើងហោះហើរពីទីក្រុង Tokyo ប៉ុន្តែលិខិតឆ្លងដែនដែលនាងកាន់គឺចេញដោយប្រទេសមួយដែលមិនមាននៅលើពិភពលោកពិតមែនហើយឈ្មោះប្រទេសនោះគឺតូអេនសាបាទគឺតូអេនសាជាកន្លែងដែលរកមិនឃើញនៅលើផែនទីណាមួយគ្មានមូលដ្ឋានទិន្នន័យណាមួយនិងគ្មានកំណត់ត្រាផ្លូវការក្នុងបញ្ជីឈ្មោះពិភពលោកណាមួយឡើយនៅពេលដែលមន្ត្រីអន្តរប្រវេសន៍ scan លិខិតឆ្លងដែនរបស់នាងប្រព័ន្ធបានបង្ហាញថាជាប្រទេសដែលមិនស្គាល់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតឯកសារនោះមានត្រាទិដ្ឋាការដែលមានសុពលភាពពីប្រទេសជប៉ុនអេស្ប៉ាញនិងអាល្លឺម៉ង់សាក់សីបាននិយាយថាស្ត្រីរូបនេះហាក់ដូចជាមានការព័ន្ធច្រឡំពិតប្រាកដដូចជានាងមិនដឹងថានាងមកដល់ទីនេះដោយរបៀបណាដូចជានាងមកពីកន្លែងផ្សេងពីកន្លែងដែលមិនមាននៅលើពិភពលោកនេះអាជ្ញាធរបាននាំខ្លួននាងទៅសាកសួរប៉ុន្តែអាកំបាំងដ៏គួរឲ្យខ្លាចមួយនៅតែមានប្រសិនបើតូអេនសាមិនមាននោះលិខិតឆ្លងដែនរបស់នាងមកពីណាហើយប្រហែលជាមិនស្រួលជាងនេះទៅទៀតតើនាងមកពីណាតើបងប្អូនជឿលើការឆ្លងពេលវេលាដែរឬទេនេះគឺជាវីដេអូខ្លីដែលពួកអ្នកជឿដល់ព្រះគ្រីស្ទគួរតែធ្វើការពិចារណាកុំមានគំនិតវិលវល់រួចបាត់ជំនឿដល់ព្រះគ្រីស្ទទៅវិញរឿងស្ត្រីម្នាក់ឆ្លងពេលវេលានេះក៏មិនខុសអំពីការទស្សន៍ទាយរបស់លោកយាយបាបាវ៉ាងកាថាឆ្នាំ2025ឬ26នឹងមានពួកអេលៀនមកផែនដីនេះដែរខ្ញុំធ្លាប់បានធ្វើវីដេអូប្រាប់បងប្អូនរួចមកហើយថាពួកអេលៀនស្ថិតក្នុងអំណាចនៃវិញ្ញាណនៃពួកអរិយដែលត្រូវបណ្ដាសារបស់ព្រះជាម្ចាស់រួចទ្រង់ធ្វើឲ្យពួកទេវតាដែលក្បត់ទ្រង់នោះមានរាងដូចជាកសត្វកង្កែបដូច្នេះរឿងបុរសឬស្ត្រីដែលឆ្លងពេលវេលាគឺជាការអស្ចារ្យរបស់ពួកអរិយមួយដែរដែលព្រះម្ចាស់អនុញ្ញាតឲ្យមានរឿងនេះកើតឡើងដើម្បីសាកល្បងជំនឿពួកអ្នកដែលរងចាំព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវគ្រីស្ទធ្លាប់បានបង្រៀនពួកអ្នកជឿកាលពីនៅសញ្ញាចាស់ម្លេះថាទោះជាមានការពិតកើតឡើងតាមការយល់សប្តិឬតាមការទស្សន៍ទាយយ៉ាងប្រតិយច្បាស់ក៏ដោយឲ្យតែការទាំងនោះនាំឲ្យយើងវង្វេងចេញពីទ្រង់ណាទោះការជាក់ស្ដែងនោះនាំឲ្យយើងទៅរកព្រះផ្សេងដែលបានធ្វើបដិហារឬការអស្ចារ្យនោះក៏កុំឲ្យយើងទៅជឿព្រះផ្សេងទាំងនោះឡើយបាត់ព្រះជាម្ចាស់ទ្រង់សាកល្បងលើយើងទេដើម្បីឲ្យដឹងថាតើយើងស្រឡាញ់ទ្រង់ឬក៏បែរទៅស្រឡាញ់ព្រះដទៃនោះសូមពិចារណានៅគម្ពីរចតិកថាចំពុក13ខ1ដល់ខ4ហើយនៅសញ្ញាថ្មីនេះទៀតព្រះគ្រីស្ទក៏បានបង្រៀនដែរថានឹងមានហោរាคล้ายៗកើតឡើងធ្វើការអស្ចារ្យឬទីសម្គាល់យ៉ាងធំពោលគឺសំដៅទៅលើមនុស្សវិសេសណាម្នាក់ដែលអាចធ្វើការអស្ចារ្យដូចជាបំបាំងកាយឬក៏ធ្វើការផ្សេងជាដាក់ច្រើនក៏ដោយដែលអាចនាំឲ្យពួករើសតាំងរបស់ព្រះវង្វេងទៅបានដែរនៅគម្ពីរម៉ាថាយចំពុក24ខ24បានប្រាប់
លោកសិវៈពលក៏បានបង្រៀនដែរថាមនុស្សជាតួបាបនោះនឹងលេចមកហើយដោយក្រោយពីមានការក្បត់សាសនារបស់ព្រះគ្រីស្ទពលគឺការក្បត់ពីការបង្រៀនព្រានរបស់ព្រះគ្រីស្ទមនុស្សនោះបានទាស់តែតឹងទាំងលើកខ្លួនឡើងលើសអស់ជាងទាំងអ្វីដែលហៅថាព្រះឬរបស់អ្វីដែលគេគោរពបរិបត្តិផងវានឹងអង្គុយក្នុងព្រះវិហារនៃព្រះយ៉ាងសម្ដែងខ្លួនថាជាព្រះផងការនោះបានកើតឡើងរាប់រយឆ្នាំមកហើយពលគឺមាននៅក្នុងសាសនាកាតូលិកពីមុនជាដើមហើយឥឡូវនេះទៀតក៏មានកើតឡើងក្នុងសម័យបច្ចេកវិទ្យា AI នេះដែលមានមេបោកប្រាស់ទ្រព្យសម្បត្តិរបស់មនុស្សជាតិក៏ដូចជាមេបោកប្រាស់ខាងធម៌អាខាងពលឹងញៀនហ្នឹងដូចជាក្នុងសាសនាឬការអស្ចារ្យអាចធ្វើបដិហារតាមរយៈភាសាឬរូបភាពផ្សេងឡាអត្តតឹងច្បាប់នោះនឹងមកទាំងធ្វើការដូចជាអរិយសាតាំងទាំងបញ្ចេញរិទ្ធជីសម្គាល់នឹងការអស្ចារ្យដល់កម្ពុជាមានន័យថាការអស្ចារ្យដល់គួរស្ញប់ស្ញែងជាក់ស្ដែងក្នុងភ្នែកប៉ុន្តែពុទ្ធពោយើងទៅរកសេចក្តីស្លាប់វិញណាដូចជាគ្រឿងបច្ចេកវិទ្យាថ្មីនេះណាយើងឃើញហើយអាចធ្វើឲ្យមនុស្សវង្វេងទៅបានដោយគេគិតអំពីវិទ្យាសាស្ត្រជឿនលឿនដែលព្រះបានដាក់ឲ្យគេរកឃើញហើយនឹងលបងលោកគេវិញលោកពលក៏បានប្រាប់ទៀតថាដោយគ្រប់ទាំងសេចក្តីឆោបបោកប្រាស់របស់ពួកទុច្ចរិតក្នុងពួកអ្នកមិនជឿព្រះគ្រីស្ទពលគឺជាពួកមនុស្សមិនព្រមស្រឡាញ់សេចក្តីពិតដើម្បីឲ្យបានសង្គ្រោះរួចពីសេចក្តីស្លាប់នោះទេគឺគេបែរទៅជាជឿតាមសេចក្តីភូតភរទៅវិញគេជឿតែជីវិតខ្លីៗដែលហៅថាគេគិតខ្លីតែខ្លីៗធ្វើមិនដេចឲ្យតែបានអ្វីដែលគេមើលឃើញនៅចំពោះមុខហើយថាអាចបំពេញចិត្តឬក៏ពះគេបានភ្លាមក្រៅពីការនេះគេមិនជឿនឹងទុកចិត្តនោះទេដូចមនុស្សសពថ្ងៃហ្នឹងគេមិនជឿអីទេគេថាធ្វើម៉េចឲ្យតែបានរស់បានសប្បាយបានហឺហាបានកុំថ្កើងរុងរឿងទៅវាឬក៏បានធ្វើជាកម្ពូលមនុស្សមានទ្រព្យសម្បត្តិច្រើនទ្រព្យដំអាចធ្វើអ្វីបានតាមចិត្តនោះឯងពីព្រោះគេស្លាប់ទៅគេមិនដឹងជាយ៉ាងណាយ៉ាងណីទេហើយបើគេជឿតាមបែបសាសនាផ្សេងគេថាគេធ្វើបុណ្យទៅជាតិក្រោយទៅយ៉ាងចេះទៅយ៉ាងចុះបានទៅជាប្អិនទៅជាទេវតាវិញអីចឹងទៅហើយលោកពលក៏បានប្រាប់ទៀតថាហេតុនោះបានជាព្រះជាម្ចាស់ទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមកបណ្ដាលឲ្យគេជឿតាមសេចក្តីភូតភរវិញនៅគម្ពីរថេសាឡូនីកទី2ជំពូក2បានប្រាប់យើងប៉ុន្មានហើយឥឡូវយើងឃើញទៀតហើយថាមានមនុស្សឆ្លងពេលវេលាយ៉ាងយូរទៅខាងមុខនោះពី2925ត្រឡប់មកពេលជាក់ស្ដែងយើងសប្តាហ៍ហ្នឹង2025នេះហើយទាំងមានភ័ស្តុតាងសម្ញែងទាំងទិដ្ឋាការបដាបដាប្រើប្រាស់ផ្សេងទាំងបដិហាចេះបំបាំងកាយចេញពីបន្ទប់បិទចិត្តទៅទីឆ្ងាយហើយត្រូវស្លាប់ចោលសាកសពខុសពីមនុស្សធម្មតាជាដើមធ្វើឲ្យមហាជនឬភ្នាក់ងារមានសមត្ថកិច្ចមានការងឿងឆ្ងល់យ៉ាងខ្លាំងទីសម្គាល់នេះហើយដែលអាចធ្វើឲ្យពួកអ្នករើសតាំងរបស់ព្រះគ្រីស្ទពលគឺអ្នកជឿដល់ព្រះគ្រីស្ទយ៉ាងខ្ជាប់ខ្ជួនហៅថាជឿផ្កាប់មុខនោះអាចវង្វេងឈប់ជឿព្រះគ្រីស្ទទៅបានដែរហេតុផលថាស្ត្រីម្នាក់បានឆ្លងពេលវេលាពីឆ្នាំ2025មកកាន់2025ដូច្នេះឃើញថាត្រឡប់ក្រោយអស់រយៈពេល900ឆ្នាំឯណោះដូច្នេះរឿងដែលលោកយូស្វេមកកាឡាប្រាប់ថាឆ្នាំ2032ខាងមុខនេះព្រះគ្រីស្ទនឹងយាងមកសោយរាជ្យនៅលើផែនដីនោះជារឿងកុហកឬមិនពិតប្រាកដទៅវិញហើយរូបខ្ញុំផ្ទាល់ក៏បានសិក្សាស្រាវជ្រាវតាមបទទំនាយព្រះគម្ពីរក្នុងព្រះគម្ពីររួចហើយក៏បានបកស្រាយប្រាប់បោះក្បាយមកដែរហើយថាអាចត្រូវនឹងឆ្នាំ2030ឬក៏2034នេះតាមបទទំនាយព្រះគម្ពីរនោះគឺថាព្រះគ្រីស្ទនឹងយាងមកប្រោសពួកអ្នកជឿទ្រង់នោះហើយធ្វើឲ្យពួកអ្នកជឿទាំងប៉ុន្មាននោះឲ្យគេបានទុកចិត្តប៉ុន្តែបើតាមរឿងពួកអេលៀននិងពួកមនុស្សដែលជឿតាមរឿងពួកអេលៀនហើយរឿងមនុស្សក្នុងអាចឆ្លងពេលវេលាដោយករណីស្ត្រីម្នាក់ឆ្លងពេលវេលាពី2925មកកាន់2025នេះវិញនោះគេរវៀតចិត្តចេញពីប្រទេសហើយទៅជឿទីសម្គាល់នឹងការអស្ចារ្យទាំងមហានោះវិញ
ធ្វើឲ្យខ្លួនគេវិនិច្ឆ័យទៅក្នុងសេចក្តីស្លាប់ទី1និងទី2មិនខានឡើយណាហើយខ្ញុំសូមឆ្លេះចប់តែត្រឹមនេះចុះ